សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្ងៃនេះយើងសូមលើកយកសៀវភៅមួយក្បាលទៀតមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាដែលជាស្នាដៃនិពន្ធរបស់លោក David Dunning ដែលមានចំណងជើងថា Sell Insight ស្គាល់ខ្លួនឯងដែលមានចំណងជើងតូចៗនៅពីក្រោមថាឧបសគ្គនិងផ្លូវកាត់ទៅរកវិធីស្គាល់ខ្លួនឯងសៀវភៅនេះបញ្យល់ប្រាប់យើងថាហេតុអ្វីបានជារឿយៗយើងធ្វើការវិតម្លៃខ្លួនឯងខ្ពស់ឆ្ងាយជាងសមត្ថភាពពិតជាក់ស្ដែងរបស់យើងដើម្បីឲ្យយើងក្លាយជាមនុស្សម្នាក់ដែលស្គាល់ខ្លួនឯងច្បាស់តើយើងគួរតែកែប្រែនៅចំណុចខ្វះខាតអ្វីខ្លះត្រូវមានការគិតនិងសកម្មភាពបែបណានៅក្នុងការរស់នៅការងារឬនៅក្នុងការប្រកួតប្រជែងកម្មវិធីសិល្បៈកម្មវិធីកីឡានានាយើងសុទ្ធតែធ្លាប់បានឃើញបេក្ខជនខ្លះមើលទៅហាក់បីដូចជាគ្មានសមត្ថភាពប៉ុន្មានទេតែទំនុកចិត្តគេតែងតែមានជានិច្ចនៅក្នុងបណ្ដាញសង្គមក៏ដូចគ្នាបើយើងឧស្សាហ៍មើល comment នៅខាងក្រោមវីដេអូចែករំលែករបស់អ្នកជំនាញនានាយើងក៏ឃើញមានការបញ្ចេញមតិប្លែកៗរបស់បុគ្គលមួយចំនួនដែលហាក់បីដូចជាមិនទាន់យល់ខ្លឹមសារទាំងមូលនោះទេប៉ុន្តែធ្វើការបញ្ចេញមតិដូចជាគ្មានហេតុផលសោះយើងត្រឡប់មកមើលខ្លួនឯងវិញយើងក៏តែងតែជឿជាក់លើខ្លួនឯងហួសហេតុដែរមុនពេលប្រឡងមើលមេរៀន 2-3 ថ្ងៃក៏គិតតែខ្លួនឯងទន្ទេញចាំអស់ហើយតែដល់ពេលចេញវិញ្ញាសាប្រឡងជាក់ស្ដែងមួយសំណួរក៏មិនចេះដែរតើការដែលជឿជាក់ខ្លួនឯងបែបនេះជារឿងពីធម្មជាតិពិតមែនទេហេតុអ្វីបានជាហាក់បីដូចជាគ្រប់គ្នារៀងជឿជាក់លើខ្លួនឯងខ្លាំងម្ល៉េះហើយចោះធ្វើយ៉ាងម៉េចទើបអាចដោះស្រាយបញ្ហាទាំងនេះបានចម្ងល់ទាំងនេះមានតែលោក David Dunning ទេដែលអាចបកស្រាយបានតាមរយៈសៀវភៅមួយក្បាលនេះនៅឆ្នាំ2021សាកលវិទ្យាល័យ Stanford បានប្រកាសចេញនូវបញ្ជីឈ្មោះមួយដែលនៅក្នុងបញ្ជីឈ្មោះនោះគឺជាឈ្មោះបុគ្គលដែលមានការស្រាវជ្រាវទៅលើប្រធានបទអ្វីមួយដែលត្រូវមានការចាប់អារម្មណ៍និងពេញនិយមជាងគេជាលទ្ធផល David Dunning មានឈ្មោះក្នុងកំពូលតារាងនេះដែរគាត់ជាសាស្ត្រាចារ្យចិត្តសាស្ត្រសង្គមនៃសាកលវិទ្យាល័យ Michigan ដែលស្រាវជ្រាវទៅលើប្រធានបទមនុស្សសាស្ត្រនិងយន្តការនៃការសម្រេចចិត្តរបស់មនុស្សនៅឆ្នាំ1999គាត់បានសរសេរអត្ថបទមួយជាមួយនឹងសិស្សរបស់គាត់ដែលប្រធានបទនោះគឺមនុស្សដែលបរាជ័យក្នុងការធ្វើកិច្ចការអ្វីមួយគឺដោយសារតែគាត់ជឿជាក់លើខ្លួនឯងហួសហេតុពេកអត្ថបទនេះមានការតស៊ូមតិជាខ្លាំងជុំវិញពិភពលោកទស្សនៈនេះមកដល់សម័យអ៊ីនធឺណិតក៏ត្រូវបានគេលើកឡើងវិញជារឿយៗតមកជាហូរហែតាមរយៈទស្សនៈនេះយើងអាចយល់បានថាតាមការពិតការដែលអង្កេតមើលខ្លួនឯងស្គាល់ខ្លួនឯងឲ្យច្បាស់នេះស្ដាប់ទៅវាស្រួលទេតែមិនមែនជារឿងងាយស្រួលនោះឡើយតែរឿងនេះសំខាន់ណាស់វាអាចកំណត់ពីការងារការរស់នៅរហូតដល់ជោគវាសនារបស់យើងពេញមួយជីវិតនៅក្នុងប្រវត្តិនៃការវិវត្តរបស់មនុស្សមានអ្នកប្រាជ្ញជាច្រើនមកហើយធ្លាប់បានលើកឡើងពីបញ្ហានេះដូចជានៅក្នុងទីក្រុង Delphi ប្រទេសក្រិកពាក្យស្លោកក្រិកបុរាណ2ឃ្លាដែលឆ្លាក់នៅក្នុងប្រាសាទអាប៉ូឡូកាលពីជាង2600ឆ្នាំមុនមកម្ល៉េះដែលឃ្លាទី1សរសេរថាធ្វើអ្វីកុំហួសហេតុពេកនិងឃ្លាទី2ស្គាល់ខ្លួនឯងដូច្នេះមិនថាក្នុងសម័យកាលណានោះទេមនុស្សដែលចេះវាយតម្លៃខ្លួនឯងគឺជាមនុស្សពូកែហើយនៅតែជារឿងសំខាន់តែបើតាមការស្រាវជ្រាវរបស់លោក Dunning ការដែលចេះអង្កេតមើលខ្លួនឯងមិនទាន់គ្រប់គ្រាន់ឡើយទេតែយើងត្រូវតែស្វែងយល់ពីឫសគល់នៃបញ្ហានេះឲ្យឃើញតើមូលហេតុអ្វីបានជាធ្វើឲ្យមនុស្សជឿជាក់លើខ្លួនឯងហួសហេតុបែបនេះតើទម្លាប់បែបនេះមានមកពីណាបើសិនជាយើងចង់ជំនះនៅចិត្តមួយនេះតើយើងគួរធ្វើបែបណាទៅនៅក្នុងប្រវត្តិសាស្ត្រវិទ្យាសាស្ត្រកន្លងមកវាតែងតែមានរឿងចៃដន្យជាច្រើនកើតឡើងដែលពិបាកនឹងបញ្យល់តែរឿងនោះវាបានធ្វើឲ្យមានការយល់ឃើញផ្សេងគ្នាផ្ទុយពីការយល់ឃើញកន្លងមកឧទាហរណ៍ដូចជាលោក Isaac Newton អង្គុយក្រោមដើមផ្លែប៉ោមសុកផ្លែប៉ោមធ្លាក់នៅលើក្បាលបង្កើតបានជាច្បាប់ទំនាញផែនដីដើម្បីបកស្រាយពីទស្សនវិជ្ជានេះអ្នកនិពន្ធបានលើកឡើងនូវទ្រឹស្ដីមួយដែលគេហៅថា Dunning-Kruger Effect ដែលវានិយាយពីបញ្ហាចិត្តវិទ្យាម្យ៉ាងដែលលើកឡើងថាមនុស្សដែលមានសមត្ថភាពទាបតែងតែធ្វើការវិតម្លៃខ្ពស់ទៅលើសមត្ថភាពខ្លួនឯងព្រោះគាត់មើលមិនឃើញពីចំណុចខ្វះខាតរបស់ខ្លួនផ្ទុយមកវិញមនុស្សដែលមានសមត្ថភាពខ្លាំងតែងតែវិតម្លៃទាបពេកទៅលើសមត្ថភាពខ្លួនឯងដោយយល់ថារឿងដែលខ្លួនអាចធ្វើបានដោយងាយអ្នកដទៃក៏អាចធ្វើវាបានដែរអ្នកនិពន្ធបានផ្សារភ្ជាប់ទស្សនវិជ្ជានេះដោយលើកឧទាហរណ៍ជាក់ស្ដែងដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រកាលពីជាង30ឆ្នាំមុននៅខែមករាឆ្នាំ1995មានឧក្រិដ្ឋជនម្នាក់ឈ្មោះ Mark និងបកពួកម្នាក់ទៀតបានប្លន់ធនាគារមួយក្នុងតំបន់ Pittsburgh សហរដ្ឋអាមេរិកកណ្ដាលថ្ងៃត្រង់កណ្ដាលទីក្រុងគេចេញប្លន់ធនាគារដល់ទៅ2ក្នុងពេលតែមួយអ្វីដែលគួរឲ្យងឿងឆ្ងល់នោះគឺនៅពេលដែលពួកគេទាំងពីរនេះចេញប្រតិបត្តិការប្លន់ធនាគារគេមិនបានពាក់ស្រោមមុខឬម៉ាស់បិទកំបាំងមុខនោះទេមិនត្រឹមតែប៉ុណ្ណោះថែមទាំងសើចដាក់កាមេរ៉ាក្នុងធនាគារទៀតផងប៉ុន្មានម៉ោងក្រោយមកប៉ូលីសបានស្វែងរកនិងតាមចាប់ពួកគេបានជោគជ័យពេលនោះ
ពួកចៅទាំងពីរនាក់ហាក់បីដូចជាភ្ញាក់ផ្អើលខ្លាំងណាស់គេបាននិយាយជាមួយនឹងប៉ូលីសថានៅលើមុខខ្ញុំបានលាបទឹកក្រូចឆ្មាទៅហើយហេតុអ្វីនៅមើលខ្ញុំឃើញទៀតមិនដឹងថាគាត់ជឿជំនឿនេះមកពីណាទេសូម្បីតែប៉ូលីសនៅពេលនោះក៏អស់សំណើចដែររឿងរ៉ាវចោលប្លន់ដែលល្ងងជាងគេក្នុងប្រវត្តិសាស្ត្រនេះបានល្បីលេចលឺគ្រប់ទិសទីក្នុងសហរដ្ឋអាមេរិកពេលនោះអ្នកនិពន្ធយើងកំពុងតែបង្រៀននៅសាកលវិទ្យាល័យ Cornell ក្រោយពេលបានអានព័ត៌មាននេះហើយគាត់បានធ្វើការវិភាគពីព្រឹត្តិការណ៍នេះរួចបានអង្កេតឃើញថាភាពល្ងងខ្លៅរបស់ចោលប្លន់ទាំងពីរនាក់នេះបង្ហាញពីកង្វះខាតក្នុងការយល់ដឹងរបស់មនុស្សមិនថាយើងមិនថាគេនោះទេដោយសារតែគេមិនស្គាល់ច្បាស់ពីខ្លួនឯងទុកចិត្តខ្លួនឯងពេករហូតជឿទៅលើអបិយជំនឿនាំឲ្យនាំគ្រោះដល់ខ្លួនស្ដាប់ហើយអ្នកប្រកាសជាគិតថាអ្នកដែលមានការយល់ដឹងទាបមិនស្គាល់ច្បាស់ពីខ្លួនឯងចឹងហើយតែបើអ្នកដែលមានចំណេះដឹងជ្រៅជ្រះរៀនសូត្របានច្រើនមិនងាយធ្លាក់ក្នុងអន្លង់បែបនេះឡើយដើម្បីបញ្ជាក់ពីបញ្ហានេះអ្នកនិពន្ធបានធ្វើការពិសោធន៍ជាច្រើនលទ្ធផលបង្ហាញថាមិនមែនបែបនេះនោះឡើយគេបានធ្វើការពិសោធន៍ដោយសួរក្មេងៗក្នុងសាលារៀនថាគេយល់ឃើញបែបណាចំពោះសមត្ថភាពមុខវិជ្ជាហាត់កីឡារបស់ខ្លួនក្នុងនោះ 60% យល់ថាខ្លួនមានសមត្ថភាពល្អបង្គួរល្អជាងសិស្សភាគច្រើនហើយមានសិស្សរហូតដល់ 70% យល់ថាខ្លួនមានសមត្ថភាពអាចធ្វើជាប្រធានថ្នាក់បានអ្នកប្រហែលជាគិតឃើញថាខ្លួននៅក្មេងមានអំណួតជារឿងធម្មតាទេនៅពេលដែលចូលប្រឡូកក្នុងសង្គមដឹងហើយថាវាមិនងាយស្រួលដូចយើងគិតនោះទេអ្នកនិពន្ធក៏តាមធ្វើពិសោធន៍តទៅទៀតតាមរយៈការស្ទង់មតិបានឲ្យដឹងថាសាស្ត្រាចារ្យសាកលវិទ្យាល័យរហូតដល់ 94% យល់ថាចំណេះដឹងរបស់ខ្លួនក្នុងមុខវិជ្ជាដែលខ្លួនបង្រៀនមានការយល់ដឹងជ្រៅជ្រះនិងស៊ីជម្រៅបានល្អហើយបើក្នុងវិស័យធុរកិច្ចបង្កើតថ្មីវិញសហគ្រិនថ្មីថ្មោងរហូតដល់ 33% គិតថាខ្លួននឹងអាចដឹកនាំអាជីវកម្មបានជោគជ័យដូច្នេះយើងអាចធ្វើការសន្និដ្ឋានបានថាការដែលវាយតម្លៃខ្ពស់ចំពោះសមត្ថភាពខ្លួនឯងនេះជារឿងធម្មជាតិទៅហើយគ្រប់គ្នាសុទ្ធតែយល់ថាខ្លួនពូកែចុះសំណួរសួរថាហេតុអ្វីបានជាយើងគ្រប់គ្នាគិតដូច្នេះអ្នកនិពន្ធនិយាយថាមនុស្សជាច្រើនមិនដឹងពីសមត្ថភាពរបស់ខ្លួនអន់គឺដោយសារតែគាត់គ្មានសមត្ថភាពក្នុងការវិតម្លៃនិងវិនិច្ឆ័យសមត្ថភាពរបស់ខ្លួនដើម្បីឲ្យដឹងថាខ្លួនល្ងងតើតែឆ្លាតគ្រប់គ្រាន់ដើម្បីដឹងថាខ្លួនល្ងងពាក្យនេះបកស្រាយយ៉ាងម៉េចទៅដើម្បីដឹងច្បាស់ពីខ្លួនឯងតើតែយើងចេះអង្កេតនិងវិភាគដើម្បីបញ្ជាក់ឲ្យច្បាស់ពីរឿងនេះអ្នកនិពន្ធក៏បានបន្តធ្វើការពិសោធន៍ជាបន្តបន្ទាប់ដោយបានដឹកនាំនិស្សិតមួយក្រុមមកធ្វើការពិសោធន៍គេបានរៀបចំការប្រឡងមួយសម្រាប់ក្រុមនិស្សិតទាំងនោះបន្ទាប់មកធ្វើការជ្រើសរើសនិស្សិតប្រមាណ 10% ដែលមានពិន្ទុបាតតារាងមកធ្វើការពិសោធន៍សួរថាពួកគេគិតថាខ្លួនទទួលបានពិន្ទុប៉ុន្មានពួកគេភាគច្រើនសុទ្ធតែឆ្លើយថាពួកគេនឹងទទួលបានពិន្ទុល្អបង្គួរនិងល្អជាងនិស្សិតជាង 60% ផ្សេងទៀតនៅក្នុងថ្នាក់របស់ខ្លួនតែពួកគេមិនបានដឹងថាគេទទួលបានពិន្ទុបាតតារាងនោះឡើយចុះបើថាខ្លួនមានអំណួតលើសមត្ថភាពជឿជាក់លើខ្លួនឯងក៏ថាចុះហេតុអ្វីបានជាមិនដឹងថាខ្លួនកំពុងតែមានអំណួតទៀតតាមការស្រាវជ្រាវរបស់អ្នកនិពន្ធមានហេតុផលពីរដែលធ្វើឲ្យមនុស្សមានអំណួតហើយមិនដឹងថាខ្លួនកំពុងមានអំណួតទី1មនុស្សមិនងាយនឹងជឿលើកំហុសរបស់ខ្លួនឡើយនេះមិនមែនដោយសារតែគ្មានចំណេះដឹងទេតែដោយសារតែរបៀបដែលយើងក្រេបយកចំណេះដឹងនិងរបៀបប្រើប្រាស់ចំណេះដឹងរបស់យើងមានបញ្ហាទី2មូលដ្ឋាននៃការគិតរបស់មនុស្សគឺមានទំនោរខុសឆ្គងពីធម្មជាតិដែលរារាំងយើងមិនឲ្យទទួលបានការកែលម្អពីពិភពខាងក្រៅមិនឲ្យយើងស្រូបយកព័ត៌មានដែលត្រឹមត្រូវតែស្រូបយកព័ត៌មានដែលយើងទទួលយកបានប៉ុណ្ណោះតែស្រូបយកតែព័ត៌មានដែលយើងអាចទទួលយកបានប៉ុណ្ណោះដោយសារតែការរីកចម្រើននៃការប្រើប្រាស់អ៊ីនធឺណិតយើងគ្រប់គ្នាសុទ្ធតែចំណាយពេលច្រើនទៅលើបណ្ដាញទំនាក់ទំនងសង្គមនិងអ៊ីនធឺណិតសូម្បីតែកម្មវិធីដែលយើងកំពុងស្ដាប់នេះក៏ត្រូវការអ៊ីនធឺណិតដែរនេះបញ្ជាក់ថាបច្ចេកវិទ្យាកាន់តែរីកចម្រើនយើងទទួលបានព័ត៌មាននិងចំណេះដឹងកាន់តែច្រើនតែបើគិតឲ្យរួមទៅអត្រានៃការប្រព្រឹត្តកំហុសរបស់យើងមិនបានថយចុះនោះទេបញ្ហាគឺស្ថិតនៅលើចំណុចខ្វះខាតក្នុងការអនុវត្តចំណេះដឹងដែលយើងទទួលបាននៅក្នុងសៀវភៅនេះអ្នកនិពន្ធបានលើកឡើងនូវបញ្ហាទាំងនេះជាច្រើនតែយើងលើកយកតែ4ចំណុចសំខាន់ប៉ុណ្ណោះទី1គឺនិយាយពីកង្វះព័ត៌មានឬព័ត៌មានមិនគ្រប់គ្រាន់ពេលខ្លះព័ត៌មានដែលយើងទទួលបានហាក់បីដូចជាសមហេតុផលតែបើពិចារណាពីភាព logic ទាំងមូលទៅវានៅមានចំណុចខ្វះខាតជាច្រើននិងមានភាពលំអៀងឧទាហរណ៍ដូចជាអ្នកឮគេនិយាយថាញ៉ាំផ្លែទទឹមនិងសត្វក្តាមអាចធ្វើឲ្យមនុស្សពុលប៉ះពាល់ដល់ជីវិតជាតិវីតាមីន C ដែលមាននៅក្នុងផ្លែទទឹមមានប្រតិកម្មជាមួយនឹងអាស៊ីតអាស៊ីនិកដែលមាននៅក្នុងសត្វក្តាមបង្កើតបានជាអាស៊ីនិកអុកស៊ីតដែលជាសារជាតិពុលម្យ៉ាងស្ដាប់ទៅដូចជាសមហេតុផលនិងមានអំណាចច្បាស់លាស់ថាគួរឲ្យជឿបានដែរ
ប៉ុន្តែបើយើងយកវាមកវិភាគរឿងនេះបន្តិចវានឹងមិនអាចកាត់ឡើងនោះឡើយទី1ប្រតិកម្មនេះអាចកាត់មានបានតម្រូវឲ្យយើងធ្វើឡើងក្នុងបរិយាកាសអំណោយផលមួយគឺក្នុងបន្ទប់ពិសោធន៍មិនមែននៅក្នុងក្រពះរបស់មនុស្សនោះទេទី2នៅក្នុងសត្វក្តាមមួយក្បាលមានជាតិអាសេនិកតែប្រមាណ 0.5 មីលីក្រាមតែប៉ុណ្ណោះទោះបីជាយើងមិនគិតពីលក្ខខណ្ឌទី1ដែលតម្រូវឲ្យយើងធ្វើឡើងក្នុងបន្ទប់ពិសោធន៍ក៏ដោយមនុស្សម្នាក់ត្រូវញ៉ាំក្តាមឲ្យគ្រប់100គីឡូក្រាមទើបគ្រប់គ្រាន់នឹងធ្វើឲ្យគាត់ពលបានហើយជាក់ស្ដែងគ្មានអ្នកណាសុកទៅញ៉ាំក្តាមនិងផ្លែទទឹមដំណើរគ្នាច្រើនយ៉ាងនេះឡើយទី2ចំណេះដឹងនិងទម្លាប់ក្នុងការគិតរបស់យើងជួនកាលនៅមានចំណុចចន្លោះប្រហោងដែលអាចធ្វើឲ្យយើងវិនិច្ឆ័យខុសទោះបីជាឆ្លងកាត់ការវែកញែកល្អិតល្អន់យ៉ាងណាក៏ដោយអ្នកនិពន្ធបានលើកឧទាហរណ៍មួយដែលនិយាយពីគណិតវិទូជនជាតិហុងគ្រីគឺលោកអាប់រ៉ាហាំក្រោយពេលរត់គេចចេញពីរបបណាស៊ីសរបស់អឺរ៉ុបរួចមកកាលពីអំឡុងសង្គ្រាមលោកលើកទី2លោកអាប់រ៉ាហាំបានមកដល់សហរដ្ឋអាមេរិកដើម្បីជួយធ្វើការវិភាគឲ្យទ័ពជើងអាកាសសហរដ្ឋអាមេរិកមានថ្ងៃមួយមេកងទ័ពសហរដ្ឋអាមេរិកបានមករកគាត់ដើម្បីពិភាក្សាដោយនិយាយថានៅក្នុងពេលធ្វើសង្គ្រាមមានយន្តហោះជាច្រើនត្រូវបានគេបាញ់ទម្លាក់ដោយសារតែសម្បកតួយន្តហោះស្ដើងពេកមិនអាចការពារគ្រាប់បានគេបានតម្រូវឲ្យលោកអាប់រ៉ាហាំធ្វើការវិភាគថាត្រូវប្រើវត្ថុធាតុដើមអ្វីដើម្បីការពារគ្រាប់ធ្វើយ៉ាងណាកុំឲ្យសត្រូវងាយនឹងបាញ់ទម្លាក់ពេកក្រោយពេលយន្តហោះត្រឡប់មកវិញគេឃើញមានស្នាមប្រហោងគ្រាប់កាំភ្លើងសុះស្ទើរគ្រប់ទីកន្លែងដូចជាតួយន្តហោះម៉ាស៊ីនយន្តហោះស្លាបនិងស៊ីតែនសាំងជាដើមដែលត្រូវបានសត្រូវបាញ់ឡើងសោះជាពិសេសគឺតួយន្តហោះបើសិនជាគេប្រើដែកស្រោបការពារគ្រាប់គ្រប់កន្លែងនោះវាមិនអាចត្រួតឡើយព្រោះវាអាចបង្កើនទម្ងន់និងបន្ថយសមត្ថភាពក្នុងការហោះហើររបស់យន្តហោះចម្បាំងអញ្ចឹងត្រូវការពារកន្លែងណាទៅតាមយោបល់របស់មេតបគឺថាកន្លែងណាដែលសត្រូវបាញ់ត្រូវច្រើនជាងគេត្រូវការពារកន្លែងនោះតែអាប់រ៉ាហាំគិតមួយសន្ទុះហើយក៏និយាយថាមិនត្រូវទេកន្លែងដែលគេបាញ់ត្រូវច្រើនមិនប្រកាសតែជាចំណុចខ្សោយគួរឲ្យការពារនោះទេគួរតែការពារតែស៊ីតែនសាំងបានហើយនេះទើបជាកន្លែងស្លាប់រស់របស់យន្តហោះហេតុអ្វីបានជាគាត់ហ៊ានអះអាងយ៉ាងដូចនេះបើនិយាយពីទិន្នន័យទាំងមូលយន្តហោះភាគច្រើនដែលត្រឡប់មកវិញឃើញថាកន្លែងខ្លះមានគេបាញ់ត្រូវច្រើនពិតមែនដូចជាតួយន្តហោះនិងស្លាប់យន្តហោះជាដើមតែព័ត៌មាននេះមិនអាចយកជាការសន្និដ្ឋានបាននោះទេព្រោះការវិនិច្ឆ័យនេះធ្វើឡើងតែចំពោះយន្តហោះដែលមានឱកាសត្រឡប់មកវិញប៉ុណ្ណោះចុះយន្តហោះដែលមិនបានត្រឡប់មកវិញប្រកាសជាត្រូវសត្រូវបាញ់ទម្លាក់អស់ទៅហើយតែយើងមិនបានយកវាមកធ្វើការវិភាគឡើយម្យ៉ាងវិញទៀតយន្តហោះទាំងនោះត្រូវគ្របឡើងសោះទៅហើយនៅមានសំណាងអាចហោះហើរត្រឡប់មកវិញបាននេះមានន័យថាកន្លែងដែលត្រូវខ្លាំងទាំងនោះមិនចាំបាច់ការពារនោះទេព្រោះវាមិនអាចធ្វើឲ្យយន្តហោះនោះធ្លាក់ឡើយផ្ទុយទៅវិញកន្លែងដែលបាញ់ត្រូវតិចតួចជាងគេទៅវិញទេទើបជាកន្លែងដែលយើងត្រូវការពារពលគឺស៊ីតែនសាំងយន្តហោះនេះឯងចុងក្រោយទ័ពជើងអាកាសអាមេរិកយល់ព្រមតាមសំណើរបស់លោកអាប់រ៉ាហាំដោយធ្វើការពារដែកការពារបន្ថែមតែទៅលើម៉ាស៊ីននិងស្ទែនយន្តហោះតែប៉ុណ្ណោះជាលទ្ធផលអត្រានៃការហោះវិលត្រឡប់របស់យន្តហោះចម្បាំងនៅពេលនោះកើនឡើងច្រើនជាងមុនហើយក្រោយមកទ្រឹស្ដីនេះត្រូវបានគេទទួលស្គាល់យ៉ាងល្បីល្បាញដែលគេស្គាល់ថា The Survival Bias នៅក្នុងមុខវិជ្ជាស្ថិតិមានគេស្គាល់ច្រើនដោយសំដៅទៅលើភាពលំអៀងនៃលទ្ធផលដែលយកតែអ្នករស់រានមានជីវិតឬទិន្នន័យដែលនៅសេសសល់មកធ្វើការសន្និដ្ឋានដោយមិនបានគិតពីទិន្នន័យដែលបាត់បង់ទៅចំណុចខ្វះខាតទី3គឺការទាញសេចក្តីសន្និដ្ឋានដោយគ្មានមូលដ្ឋានច្បាស់លាស់ដោយសារតែខួរក្បាលរបស់យើងមានព័ត៌មានច្រើនពេកពេលខ្លះធ្វើឲ្យយើងទាញសេចក្តីសន្និដ្ឋានដោយមិន logic ឬទាញតែពីរឿងមួយទៅរឿងមួយដោយគ្មានមូលដ្ឋានមានរឿងកំ pl ែងមួយបាននិយាយថាមានក្មេងម្នាក់ប្រឡងមើលប្រយោងដល់ពេលគ្រូចាប់បានគាត់និយាយថាមេធាវីចូលសវនាការអាចមើលឯកសារបានវិស្វករសង់ផ្ទះឲ្យគេក៏អាចមើលសៀវភៅបានចុះហេតុអ្វីពេលខ្ញុំប្រឡងបើកសៀវភៅមើលមិនបានពេលនេះក្មេងម្នាក់នេះទាញហេតុផលពីរផ្សេងគ្នាយកមកធ្វើការសន្និដ្ឋានបើមេធាវីចូលសវនាការអាចមើលប្រយោងបានខ្ញុំក៏អាចមើលសៀវភៅពេលប្រឡងបានដែរដូចនឹងករណីចោលប្លន់ខាងលើដែរហេតុអ្វីបានជាគាត់លាបទឹកក្រូចឆ្មានៅលើមុខហើយរំពឹងថាគេមើលមិនឃើញគាត់ក្រោយពេលដែលសួរចម្លើយមកគេរកឃើញថាដោយសារតែគាត់មើលនៅអត្ថបទមួយគេនិយាយថាទឹកក្រូចឆ្មាប្រៀបដូចជាប៊ិចបំបាំងកាយយ៉ាងអញ្ចឹងពេលសរសេរមើលមិនដឹងទេតែបើចង់មើលអាចយកវាទៅហាលថ្ងៃបន្តិចនោះវានឹងចេញរូបរាងមកហើយគាត់សន្និដ្ឋានថាទឹកក្រូចឆ្មាបើសរសេរនៅលើក្រដាសហើយមើលមិនឃើញបើយកវាលាបទៅលើមុខមាត់របស់គាត់គេក៏មើលគាត់មិនឃើញដូចគ្នាចំណុចខ្វះខាតទី4អ្នកនិពន្ធហៅថា
ការភ័ន្តច្រឡំច្រាំដែលឬនិយាយម្យ៉ាងទៀតថាពាក្យកុហក1000ដងនឹងคล้ายជាការពិតនៅក្នុងសង្គមនិងជំនឿជាច្រើនជាពិសេសប្រជាជនខ្មែរនៅមានការសន្និដ្ឋានជាច្រើនដែលប្រជាពីវិទ្យាសាស្ត្រនៅពេលដែលមនុស្សទទួលបាននូវព័ត៌មានច្រើនដងពីពិភពដែលគាត់អាចជឿទុកចិត្តបានគាត់នឹងជ្រើសរើសមិនពិចារណាមិនស្រាវជ្រាវបន្ថែមទេគឺជ្រើសរើសជឿយកតែម្ដងដូចជាចាស់និយាយថាញ៉ាំចុងអំពៅចេះហែទឹកញ៉ាំកន្ទុយត្រីចេះហែទឹកគេងខ្ពស់ជាងចាស់តែចាស់ចាក់ទឹកបាយដាក់ក្បាលជាដើមឬរហូតមកដល់សម័យថ្មីនេះនៅមានរឿងជាច្រើនទៀតដែលមិនពិតតែមនុស្សជាច្រើននៅតែជឿដែរដូចជាការចោះចតលើឋានព្រះច័ន្ទរបស់ Apollo ទី11ថាវាជាការថតក្នុងស្ទូឌីយោញ៉ាំទឹកធម្មជាតិច្រើនពេកធ្វើឲ្យខ្វះជាតិកាល់ស្យូមញ៉ាំផ្លែម្ឃុតជាមួយស្ករសធ្វើឲ្យយើងពុលជាដើមសុទ្ធតែជាពាក្យចចាមរាមដែលនិយាយតគ្នាតែនៅតែមានមនុស្សមិនតិចទេដែលជ្រើសរើសជឿទៅរឿងនេះស្វែងយល់ពីកំហុសឆ្គងពីធម្មជាតិទាំង4យ៉ាងដែលអ្នកណាក៏មិនអាចគេចវេះបាននោះហើយអ្នកប្រកាសជាគិតថាមនុស្សម្នាក់បើសិនជាជឿជាក់លើខ្លួនឯងពេកប្រកាសជាមានថ្ងៃណាមួយនឹងត្រូវវេទនាដោយសារតែជួបបញ្ហាពីបេដងទៅនឹងរកវិធីកែប្រែអំនួតឬភាពជឿជាក់ហួសហេតុរបស់ខ្លួនឡើងវិញហើយត្រង់ចំណុចនេះអ្នកនិពន្ធក៏និយាយកាត់យើងថាឲ្យតែអ្នកជាមនុស្សនោះអ្នកនឹងមានការវិភាគលំៀងនៅពេលដែលអ្នកធ្វើការវិភាគពីខ្លួនឯងបូកសរុបបទពិសោធន៍ខ្លួនឯងនឹងវិញអ្នកពិបាកនឹងបែងចែកឲ្យដាច់ណាស់ហើយតែងតែធ្វើការសន្និដ្ឋានលំអៀងជានិច្ចដោយដែលគេនិយាយថាមនុស្សមិនអាចរៀនពីបទពិសោធន៍របស់ខ្លួនឯងបាននោះទេវាជារឿងធម្មតាដែរនៅពេលដែលមនុស្សម្នាក់ធ្វើការសម្រេចចិត្តអ្វីមួយធ្វើចំនួនក៏ដោយបើសិនជាគាត់ជោគជ័យគាត់ប្រកាសជាគិតថាវាជាសមត្ថភាពរបស់គាត់មកពីគាត់ខិតខំប្រឹងប្រែងទើបគាត់ទទួលបានជោគជ័យប្រកាសណាស់ការយល់ឃើញបែបនេះមិនខុសទេតែគាត់ភ្លេចគិតនៅកត្តាជាច្រើនទៀតដែលរួមចំណែកមួយផ្នែកធំដែលធ្វើឲ្យគាត់ជោគជ័យក្នុងនោះក៏មានសំណាងដែរតែបើសិនជាការសម្រេចចិត្តឬការរកស៊ីនោះបរាជ័យវិញគាត់ប្រហែលជាមិនគិតពីបញ្ហារបស់ខ្លួននោះទេគាត់នឹងនិយាយថាវាមកពីទីផ្សារមិនល្អវាមកពីអ្នកនេះមកពីអ្នកនោះនិយាយរួមមនុស្សភាគច្រើនមិនងាយទទួលស្គាល់ថាវាជាបញ្ហារបស់ខ្លួននោះឡើយមួយវិញទៀតមនុស្សតែងតែជ្រើសរើសជឿទៅលើព័ត៌មានណាដែលមានប្រយោជន៍ដល់ខ្លួនតែច្រើនចោលនៅព័ត៌មានដែលមិនមានប្រយោជន៍ឬបង្កនូវហានិភ័យដល់ខ្លួនដើម្បីបញ្ជាក់ពីទ្រឹស្ដីនេះអ្នកនិពន្ធបានចាត់ជនស្ម័គ្រចិត្តមួយក្រុមមកធ្វើការពិសោធន៍គេបានឲ្យមនុស្សទាំងនោះចូលរួមជួសឈាមក្រោយពេលចេញលទ្ធផលមកគេបាននិយាយថាអ្នកដែលមានលទ្ធផលវិជ្ជមាននឹងមានជំងឺមួយយ៉ាងដែលធ្វើឲ្យឈឺចាប់ខ្លាំងនៅពេលដែលចាស់ទៅហើយជំងឺនេះពិបាកនឹងព្យាបាលណាស់ប្រកាសណានេះគ្រាន់តែជាជំងឺដែលអ្នកពិសោធន៍ប្រឌិតឡើងប៉ុណ្ណោះជាក់ស្ដែងមិនមានជំងឺបែបនេះឡើយជាលទ្ធផលអ្នកដែលមានលទ្ធផលវិជ្ជមានការផិតភ័យជាខ្លាំងមុខឡើងស្លេកស្លាំងសឹងតែមិនគួរឲ្យជឿទៅលើលទ្ធផលនេះទេថែមទាំងទាមទារឲ្យមានការធ្វើតេស្តឡើងវិញផងខ្លាចក្រែងមានការភ័ន្តច្រឡំទៀតផងភ្លាមនោះអ្នកពិសោធន៍បានប្រាប់ទៅកាន់ពួកគេថាសម្រាប់អ្នកដែលមានជាតិស្ករលើសឬខ្វះជាតិស្ករការសន្និដ្ឋាននេះប្រហែលជាមិនទៅជាឆុតប៉ុន្មានទេជាលទ្ធផលក្នុងចំណោមអ្នកដែលមានលទ្ធផលវិជ្ជមានជាច្រើនបានលោតឡើងលើហើយស្រែកថាខ្ញុំនេះហើយឡើងជាតិស្ករអ្នកខ្លះទៀតខ្ញុំនេះហើយខ្វះជាតិស្ករផ្ទុយមកវិញសម្រាប់អ្នកដែលមានលទ្ធផលអវិជ្ជមានតាំងពីដំបូងជ្រើសរើសជឿទៅលើលទ្ធផលនិងការសន្និដ្ឋានរបស់គ្រូពេទ្យថាខ្លួនគ្មានជំងឺបែបនេះឡើយមួយវិញទៀតហេតុផលដែលមនុស្សគ្រប់គ្នាពិបាកនឹងរៀនទទួលយកមេរៀនដែលបានមកពីពិភពខាងក្រៅមិនអាចវិតម្លៃខ្លួនឯងបានត្រឹមត្រូវគឺដោយសារតែយើងតែងតែវិតម្លៃខ្ពស់ពេកទៅលើសមត្ថភាពខ្លួនឯងទ្រព្យសម្បត្តិឬធនធានដែលខ្លួនមានន័យថាយើងតែងតែយល់ថាខ្លួនឯងពិសេសខ្លួនឯងពូកែនិងមិនមានអ្នកណាមកជំនួសខ្លួនបានឡើយជាក់ស្ដែងនៅពេលដែលយើងលេងល្បែងចាក់កន្ទុយលេខតែងតែជឿថាខ្លួនសម្រេចចិត្តត្រូវតែលទ្ធផលគឺខុសពីការគិតរបស់យើងឆ្ងាយណាស់មុនពេលប្រឡងត្រៀមខ្លួនតែ2-3ថ្ងៃគិតតែខ្លួនប្រឡងជាប់តែដល់ពេលចេញវិញ្ញាសាមកសុទ្ធតែជាសំណួរមិនចេះចាប់ផ្ដើមរកស៊ីដំបូងក៏ដូចគ្នាគិតថាខ្លួននឹងអាចដឹកនាំអាជីវកម្មទទួលបានជោគជ័យលទ្ធផលបើកមិនបាន2ឆ្នាំផងដួលវិញបាត់ទៅហើយទាំងនេះសុទ្ធតែជាលទ្ធផលដែលបានមកពីការជឿជាក់ខ្លួនឯងហួសហេតុនេះមិនមែនជាជំងឺទេតែជារឿងធម្មជាតិទៅហើយសម្រាប់មនុស្សគ្រប់គ្នាអ្នកនិពន្ធលើកឡើងហើយថារាល់ពេលដែលយើងធ្វើការសម្រេចចិត្តអ្វីមួយឬធ្វើសកម្មភាពមួយនឹងនាំយើងឲ្យទៅកាន់លទ្ធផលមួយតែនេះមិនមែនមានន័យថាការសម្រេចចិត្តរបស់យើងកំណត់ពីលទ្ធផលនោះទេព្រោះវានៅមានកត្តាក្រៅខ្លួនជាច្រើនទៀតដែលកំណត់ឲ្យទទួលបានលទ្ធផលបែបនេះនិយាយបែបនេះប្រហែលជាយើងគិតថាអញ្ចឹងធ្វើគ្រប់យ៉ាងសុទ្ធតែមិនអាចគ្រប់គ្រងបានផងខំមិនប្រកាសថាទទួលបានលទ្ធផលផង
តើហេតុផលអ្វីដែលយើងត្រូវខិតខំប្រឹងប្រែងបន្តទៀតនោះកុំតន់អានអន្តរសារអ្នកនិពន្ធប្រាប់យើងថាវិធីប្រកាសជាមានហើយអាចវឹកហាត់បានទៀតផងហើយនេះគឺជាផ្នែកដែលសំខាន់ជាងគេនៅក្នុងសៀវភៅនេះទី1រៀនវឹកហាត់ពីខាងក្នុងទំហំព័ត៌មាននិងរចនាសម្ព័ន្ធព័ត៌មានដែលយើងមានគួរតែវឹកហាត់វាយកទៅប្រើប្រាស់នៅពេលដែលយើងត្រូវការនិងចេះដកហាត់កុំឲ្យវាមានភាពលំអៀងនៅពេលដែលយើងធ្វើការសម្រេចចិត្តយកចំណេះដឹងនិងបទពិសោធន៍ទាំងនោះមកធ្វើជាទឹកតាំងក្នុងការសម្រេចចិត្តទី2អ្នកនិពន្ធចង់ឲ្យយើងធ្វើការវិតម្លៃរឿងអ្វីមួយឆ្លងកាត់តាមរយៈការអង្កេតនិងស្រាវជ្រាវឲ្យគ្រប់ជ្រុងជ្រោយយល់ពីកលៈទេសៈស្គាល់ពីបរិបទរំពឹងពីលទ្ធផលអាក្រក់បំផុតដែលអាចកើតឡើងហើយកុំភ្លេចពិចារណាពីអារម្មណ៍របស់អ្នកចូលទៅក្នុងនោះផងអ្នកនិពន្ធបានលើកឡើងនៅករណីជាក់ស្ដែងមួយគឺកាលពីឆ្នាំ2001មានមនុស្សជាង1700នាក់ចុះឈ្មោះឡើងភ្នំអេវរ៉េសដែលជាភ្នំខ្ពស់ជាងគេនៅក្នុងលោកក្នុងនោះមានមនុស្ស1496នាក់ទទួលបានជោគជ័យនិង172នាក់ទៀតជាអកុសលមានបញ្ហាដល់អាយុជីវិតតាមការស្ថិតិបានឲ្យដឹងថាមនុស្សដែលបាត់បង់ជីវិតទាំងនោះសុទ្ធតែជាអ្នកឡើងភ្នំជំនាញនិងមានបទពិសោធន៍ចុះហេតុអ្វីបានជាទទួលបានលទ្ធផលយ៉ាងដូចនេះគឺដោយសារតែការជឿជាក់លើខ្លួនឯងពេកនិងមិនមានការគិតដល់បរិយាកាសជុំវិញខ្លួនគិតតែខ្លួនអាចធ្វើបានគ្មានបញ្ហាការដែលឡើងភ្នំទឹកកកនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់គេត្រូវស្ថិតក្នុងរយៈកម្ពស់ដែលមានអុកស៊ីហ្សែនត្រឹមតែ 1/3 បើប្រៀបធៀបនឹងអុកស៊ីហ្សែនដែលមាននៅលើផ្ទៃដីគេសម្រាប់មិនបានគ្រប់គ្រាន់និងត្រូវរងនៅសម្ពាធសីតុណ្ហភាពត្រជាក់បំផុតរហូតដល់ដក65អង្សាឯណោះទី3កុំឲ្យខ្លួនឯងធ្លាក់ក្នុងអន្លង់នៃភាពលំអៀងយើងបានលើកឡើងពីកណ្ដាលហើយថាមនុស្សយើងចូលចិត្តវាយតម្លៃខ្ពស់ទៅលើសមត្ថភាពនិងធនធានខ្លួនឯងដែលនេះជាធម្មជាតិទៅហើយភាពលំអៀងទាំងនេះមានច្រើនរូបភាពយើងគ្រាន់តែលើកយកឧទាហរណ៍តូចមួយមកធ្វើការបង្ហាញជូនតែប៉ុណ្ណោះបើសិនជាអ្នកមានរបស់ប្រើប្រាស់ក្នុងផ្ទះចាស់ៗដូចជាទូទឹកកកទូរទស្សន៍ចាស់ៗមិនសូវប្រើហើយក៏មិនមានកន្លែងដាក់វាទៀតយូរទៅចេះតែទើសភ្នែកចង់តែលក់វាចោលឬយកតែឲ្យគេកុំឲ្យទើសមុខទើសមាត់ទៀតតែក្នុងចិត្តរបស់អ្នកដូចជាស្ដាយព្រោះពេលនោះទិញក៏មិនថោកដែរតើគួរធ្វើយ៉ាងម៉េចទៅមិនពិបាកទេអ្នកអាចសួរខ្លួនឯងថាបើសិនជារបស់នេះមិនមែនជារបស់អ្នកតើអ្នកហ៊ានចំណាយលុយប៉ុន្មានដើម្បីទិញវាអ្នកប្រកាសជាឲ្យតម្លៃវាទាបណាស់ប្រហែលជា$20-30ប៉ុណ្ណោះដោយសារតែវាចាស់ហើយខូចទៀតចុះហេតុអ្វីបានជាអ្នកមិនដាច់ចិត្តបោះវាចោលដោយសារតែអ្នកស្ដាយដោយសារតែអ្នកធ្លាប់មានអនុស្សាវរីយ៍ជាមួយវាអ្នកធ្លាប់ប្រើវាតែនេះមិនមែនជាតម្លៃពិតប្រាកដរបស់វានោះទេរបស់នេះវាមានតម្លៃច្រើនសម្រាប់អ្នកពិតមែនតែបើអ្នកបដូរការគិតបន្តិចថាបើសិនជាអ្នកទិញវិញគេមិនខ្វល់ថាវាមានអនុស្សាវរីយ៍អ្វីខ្លះចំពោះអ្នកនោះទេគេឲ្យតម្លៃវាតែទៅលើអ្វីដែលវាមានពិតជាក់ស្ដែងនៅលើទីផ្សារតែប៉ុណ្ណោះនេះហើយជាអ្វីដែលអ្នកនិពន្ធចង់ប្រាប់យើងគឺត្រូវចេះបដូរការគិតឲ្យបានគ្រប់ជ្រុងនិងកុំសូវលំអៀងឬវាតម្លៃខ្ពស់ពេកចំពោះខ្លួនឯងទាំងនេះជាខ្លឹមសារសំខាន់ដែលមាននៅក្នុងសៀវភៅ Sell Insight ដែលយើងបានលើកយកមកធ្វើការសង្ខេបជូនអរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាសូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ